บวกជ្រុងនេះបូកជ្រុងនេះឬក៏យើងយកជ្រុងនេះបូកជ្រុងនេះបូកជ្រុងនេះបាទយកទាំង3បូកចូលគ្នាមកបាទអញ្ចឹងស្មើប្រមាណបាទ3.2 សង់ទីម៉ែត្របូកឲ្យ 4.3 សង់ទីម៉ែត្របូកឲ្យ 4.7 សង់ទីម៉ែត្រតោះឥឡូវយើងយកទៅសរសេរជាជួរឈរតែម្ដងបាទអញ្ចឹងយើងបូក2បូក3 5បាទ5បូក7បាទ12បាទ12សេលេខ2បាទត្រាទុក1បាទ1បូក3 4 4បូក4 8 8បូក4បាទ12បាទនេះចុចមកចុចដែរមកអញ្ចឹងយើងបូកមកឃើញ 12.2 យើងដាក់ចម្លើយនេះបាទបាទសូមជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាឪពុកម្ដាយសិស្សទាំងអស់ហើយក៏សួស្តីបងប្អូនសិស្សានុសិស្សដែលនឹងរៀនថ្នាក់ទី6ទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូនឹងលើកយកអំពីបាទមេរៀនមួយគឺតកតនឹងបរិមាត្របាទបរិមាត្រអញ្ចឹងចំណុចទី1បាទគឺបរិមាត្រអញ្ចឹងតើបរិមាត្រហ្នឹងជាអ្វីបរិមាត្រហ្នឹងមានន័យថាម៉េចតោះឥឡូវយើងទៅមើលបាទយើងមានរូបបន្ទាត់មួយបាទបន្ទាត់មួយប្រវែងនេះបាទគេតាំងដោយប្រវែងវាគឺ 4.5 សង់ទីម៉ែត្រ 4.5 សង់ទីម៉ែត្របន្តទៀតគេគូសបន្ទាត់ពីកន្លែងនេះទៅទៀតបាទពីនេះទៅគឺ3សង់ទីម៉ែត្របាទបន្តទៀតគឺ3សង់ទីម៉ែត្រទៀតបាទបន្តទៀតគឺ2សង់ទីម៉ែត្រហើយបន្តទៀតគេគូសភ្ជាប់គ្នាមកដល់កន្លែងនេះវិញបាទគឺ3សង់ទីម៉ែត្រអញ្ចឹងយើងមានរូបរាងបែបនេះមួយបាទដែលប្រវែងជ្រុងនេះបាទគឺស្មើនឹង 4.5 សង់ទីម៉ែត្របន្តទៀតបាទគឺ3សង់ទីម៉ែត្របាទប្រវែងនេះគឺ3សង់ទីម៉ែត្រហើយប្រវែងនេះគឺ2សង់ទីម៉ែត្របាទហើយនឹងប្រវែងនេះមកដល់នេះទៀតគឺ3សង់ទីម៉ែត្របាទអញ្ចឹងបើសិនជាយើងចាប់ផ្ដើមពីកន្លែងណាមួយទៅបាទឧទាហរណ៍ចាប់ផ្ដើមពីកន្លែងនេះបាទទៅបន្តរហូតបាទមកដល់កន្លែងតតែនេះបាទឬក៏យើងចាប់ពីកន្លែងនេះមកបាទបន្តរហូតមកដល់កន្លែងហ្នឹងវិញអញ្ចឹងយើងចាប់ផ្ដើមពីណាទៅក៏បានដែរធ្វើម៉េចចាប់ផ្ដើមពីកន្លែងហ្នឹងទៅឲ្យមកដល់កន្លែងហ្នឹងវិញបាទអញ្ចឹងបន្ទាត់ចាប់ពីហ្នឹងទៅរហូតមកដល់កន្លែងហ្នឹងវិញហ្នឹងអាហ្នឹងគេហៅថាប្រវែងជុំវិញបាទប្រវែងជុំវិញឬក៏គេអាចហៅមួយយ៉ាងទៀតបាទហៅថាបរិមាត្របាទអញ្ចឹងយើងបានដឹងហើយបាទយើងបានវិនិច្ឆ័យមើលរូបនេះហើយអញ្ចឹងបរិមាត្រគឺជាប្រវែងជុំវិញបាទជុំវិញតោះឥឡូវយើងទៅរកប្រវែងជុំវិញរូបនេះបាទដោយយើងចាប់ផ្ដើមពីកន្លែងនេះទៅបាទទៅបន្តរហូតដល់កន្លែងហ្នឹងវិញបាទអញ្ចឹងបរិមាត្របាទអញ្ចឹងបរិមាត្របាទលោកគ្រូតាំងដល់អក្សរ P ចុះបាទអក្សរ P ជាបរិមាត្រអញ្ចឹងយើងស្មើបាទអញ្ចឹងយើងយកប្រវែងជ្រុងបាទប្រវែងជ្រុងគឺ 4.5 សង់ទីម៉ែត្របូកឲ្យ3បាទសង់ទីម៉ែត្របូកឲ្យ3សង់ទីម៉ែត្រទៀតបាទបូកឲ្យ2បន្តទៀតបូកឲ្យ3បាទអញ្ចឹងយើងបូកបាទអញ្ចឹងយើងយកទាំង5តួហ្នឹងបូកបញ្ចូលគ្នាមកបាទ3បូក3 6 6បូក2 8 8បូក3 11 11បូក4 15បាទ15បូកកន្លះគឺស្មើនឹង 15.5 សង់ទីម៉ែត្របាទអញ្ចឹងយើងអាចឆ្លើយថាបានណាបាទដូចនេះបាទបរិមាត្រយើងតាំងនៅអក្សរ P គឺស្មើនឹង 15.5 សង់ទីម៉ែត្របាទអញ្ចឹងនេះគឺជាលំហាត់បាទដែលគេឲ្យយើងរកបរិមាត្រជុំវិញរូបនេះតើស្មើប្រមាណបាទ
តោះឥឡូវយើងទៅមើលលំហាត់អនុវត្តចំនួន2ទៀតបាទគេឲ្យយើងកណនាបរិមាត្រដដែលបាទទៅលើចំណុចកបាទមានរាងជាត្រីកោណបាទត្រីកោណដល់ចំណុចខមានរាងជាចតុកោណកែងបាទដោយជ្រុងនេះស្មើជ្រុងនេះបាទហើយជ្រុងនេះស្មើជ្រុងនេះតោះឥឡូវយើងទៅមើលលំហាត់កមុនគេបាទអញ្ចឹងយើងដាក់ចម្លើយកណនាបរិមាត្របាទចំណុចកបាទអញ្ចឹងកាលណាបរិមាត្រយើងតាំងដល់អក្សរ P ដែរមកបាទអញ្ចឹងបរិមាត្រជុំវិញរូបត្រីកោណនេះបាទគឺយើងយកប្រវែងជ្រុងណាមុនដាក់មកក៏បានដែរបាទយកជ្រុងនេះបូកជ្រុងនេះបូកជ្រុងនេះឬក៏យើងយកជ្រុងនេះបូកជ្រុងនេះបូកជ្រុងនេះបាទយកទាំង3បូកចូលគ្នាមកបាទអញ្ចឹងស្មើប្រមាណបាទ 3.2 សង់ទីម៉ែត្របូកឲ្យ 4.3 សង់ទីម៉ែត្របូកឲ្យ 4.7 សង់ទីម៉ែត្រតោះឥឡូវយើងយកទៅសរសេរជាជួរឈរតែម្ដងបាទអញ្ចឹងយើងបូក2បូក3 5បាទ5បូក7បាទ12បាទ12សេលេខ2បាទត្រាទុក1បាទ1បូក3 4 4បូក4 8 8បូក4បាទ12បាទនេះចុចមកចុចដែរមកអញ្ចឹងយើងបូកមកឃើញ 12.2 យើងដាក់ចម្លើយនេះបាទអញ្ចឹងតើតើនឹងលំហាត់កគេឲ្យយើងកណនាបរិមាត្រជុំវិញរូបត្រីកោណនេះគឺប្រវែងជុំវិញគេគឺស្មើនឹង 12.2 សង់ទីម៉ែត្របាទតោះឥឡូវចូលដល់រូបខម្ដងបាទតាំងដល់អក្សរ P ដដែលបាទយើងយកប្រវែងជ្រុងទាំង4បូកបញ្ចូលគ្នាបាទ18 ដេស៊ីម៉ែត្របូក11 ដេស៊ីម៉ែត្របាទអញ្ចឹងជ្រុងនេះបូកជ្រុងនេះតើទៀតយើងបូកជ្រុងនេះប៉ុន្តែជ្រុងនេះគេអត់ប្រាប់ទេគេអត់ប្រាប់ស្មើប្រមាណទេប៉ុន្តែយើងអាចមើលទៅខាងលើបាទជ្រុងនេះគឺស្មើនឹងជ្រុងនេះបាទអញ្ចឹងគឺជ្រុងនេះ18ដែរបាទបូក18បន្តទៀតជ្រុងនេះមួយទៀតអញ្ចឹងដល់យើងដឹងយើងស្គាល់ជ្រុងនេះបាទជ្រុងនេះគឺ11 ដេស៊ីម៉ែត្រអញ្ចឹងជ្រុងនេះប្រកាសជា11 ដេស៊ីម៉ែត្រដែរបាទអញ្ចឹងយើងទៅសេជាជួរឈរមកបាទបូក8បូក1 9 9បូក8 17 17បូក1 18បាទសរសេរលេខ8ត្រាទុក1បាទ1បូក1 2 2បូក1 3 3បូក1 4 4បូក1 5បាទអញ្ចឹងយើងឃើញ58អញ្ចឹងយើងសរសេរមកអញ្ចឹងបរិមាត្រជុំវិញរូបខនេះគឺឃើញ58 ដេស៊ីម៉ែត្របរិមាត្រជុំវិញរូបហ្នឹងគឺឃើញប៉ុណ្ណឹងអញ្ចឹងតើតើនឹងលំហាត់ចំនួន2នេះហើយនឹងលំហាត់មុនមួយទៀតបាទបងប្អូនអាចមើលម្ដងហើយម្ដងទៀតបាទតើតើនឹងការរកបរិមាត្រហ្នឹងគឺប្រវែងជុំវិញអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់តើតើនឹងការរកបរិមាត្រនេះបងប្អូនអាច comment សួរលោកគ្រូនៅខាងក្រោមវីដេអូបានបាទជួបលោកគ្រូនៅវីដេអូក្រោយបន្តទៀត